ឱសថព្យាបាលពឹសជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបជុំជាមួយខ្ញុំសាច់ថ្មីសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែមានបញ្ហាកើតបោសកើតពឹសបុកកាប់មុខបងប្អូនទាំងអស់គ្នាហើយរុក្ខជាតិមួយប្រភេទនេះមាននៅស្រុកភូមិរបស់បងប្អូនទាំងអស់គ្នានោះបងប្អូនអាចទៅស្វែងរករុក្ខជាតិមួយប្រភេទនេះបានរុក្ខជាតិនេះមានឈ្មោះថាវល្លិពឹសវល្លិពឹសនេះជាប្រភេទដើមទេបងប្អូនទាំងអស់គ្នាគ្រាន់តែឈ្មោះបែបហ្នឹងប្រភេទវល្លិពឹសនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចចំណាំផិនភ័ក្ត្របានលក្ខណៈរបស់ប្រភេទរុក្ខជាតិមួយនេះគឺមានលក្ខណៈស្លឹករបស់វាដុះរាងមូលហើយរាងធ្មេញអាណារាងឆាកកន្លងជុំវិញណាបងប្អូនទាំងអស់គ្នាហើយដុះឆ្លាស់តងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាប្រសិនបើជាស្រុកភូមិរបស់បងប្អូនទាំងអស់គ្នាមានរុក្ខជាតិមួយប្រភេទនេះហើយបងប្អូនកើតពឹសផ្កាប់ពឹសឬក៏បោះផ្កាប់មុខនោះបងប្អូនអាចស្វែងរករុក្ខជាតិមួយប្រភេទនេះយកមកដាំពិសាសម្រាប់ព្យាបាលសម្រាប់ការកើតពឹសផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាយើងចំណុចកម្រិតក្នុងការប្រើប្រាស់បងប្អូនទាំងអស់គ្នាអាចប្រើទាំងមូលដើមហើយយើងអាចប្រើ15ក្រាមក្នុងកម្រិតក្នុងការប្រើប្រាស់ទឹកចំនួន2លីត្រអញ្ចឹងបងប្អូនទាំងអស់គ្នាដាំពិសាទៅនឹងបានកប្រសើរហើយប្រសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តក្នុងការចែករំលែកពាក់ព័ន្ធជាមួយនឹងរុក្ខជាតិឱសថបងប្អូនទាំងអស់គ្នាដើម្បីជួយថែទាំសុខភាពរបស់បងប្អូនទាំងអស់គ្នានោះបងប្អូនជួយ Subscribe នៅ Channel YouTube របស់នាងខ្ញុំឬក៏បងប្អូនជួយ Like ជួយ Share ជាមួយនឹងPage របស់នាងខ្ញុំចំណេះដឹងរុក្ខជាតិឱសថដើម្បីឲ្យបងប្អូនទាំងអស់គ្នាក៏ដូចជាទទួលបានព័ត៌មានពាក់ព័ន្ធជាមួយនឹងការចែករំលែករុក្ខជាតិឱសថនិងការប្រើប្រាស់រុក្ខជាតិឱសថឲ្យបានត្រឹមត្រូវជៀសវាងផលរំខានក៏ដូចជាផលគ្រោះថ្នាក់ទៅដល់អាយុជីវិតរបស់យើងផងដែរគ្រប់រុក្ខជាតិឱសថទាំងអស់សុទ្ធសឹងតែមានកម្រិតក្នុងការប្រើប្រាស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់អាច comment ខាងក្រោមវីដេអូរបស់នាងខ្ញុំបានអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយ